ផ្លេចកិត្តមាតិកាទី22ទម្លាប់នៃមនុស្សបរាជ័យមិនធ្វើមនុស្សគ្រប់គ្នាតែងមានសកម្មភាពនិងទម្លាប់ដែលជាបែបផែននៃជីវិតរបស់គេរៀងៗខ្លួនហើយទម្លាប់ទាំងនោះនឹងកំណត់នៅជោគវាសនារបស់ពួកគេផងដែរដូចនេះអ្នកត្រូវតែបណ្ដុះនៅទម្លាប់ល្អៗសម្រាប់ខ្លួនក្នុងការចាប់យកនូវភាពជោគជ័យដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានប៉ុន្តែក៏មានមនុស្សតិចតួចបំផុតដែលមិនបានសោយសុខជាមួយនឹងភាពជោគជ័យដែលខ្លួនចង់បាននោះព្រោះមនុស្សភាគច្រើនមិនយល់និងមិនបានបណ្ដុះនៅទម្លាប់មួយដែលធ្វើឲ្យពួកគេសម្រេចបាននូវភាពជោគជ័យដែលខ្លួនចង់បានឡើយហើយខាងក្រោមនេះគឺជាភាពទម្លាប់ដែលមនុស្សបរាជ័យជាច្រើនមិនយកវាមកអនុវត្ត 1. រៀនសូត្រគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងគ្រប់ស្ថានភាពទាំងអស់គឺសុទ្ធតែអាចឲ្យអ្នករៀនបានអ្នកគួររៀនពីអ្វីដែលថ្មីអាចតាក់ទងទៅនឹងចំណូលចិត្តរបស់អ្នកហើយក្នុងនោះការអានសៀវភៅដែលជាវិធីសាស្ត្រមួយអាចបង្រៀនអ្នកបានច្រើនបំផុតព្រោះសៀវភៅបង្រៀនពីអ្នកវិធីនៃការគិតដើម្បីឲ្យអ្នកយកវាទៅអនុវត្តលើផ្លូវជីវិតរបស់អ្នក 2. កត់ត្រាស្របពេលដែលកំពុងរៀនការកត់ត្រាជាចំណុចសំខាន់មួយសម្រាប់ឲ្យអ្នកកត់នៅអ្វីដែលអ្នកគិតថាវាជារឿងសំខាន់សម្រាប់អ្នកផងដែរ 3. ក៏កំណត់គោលដៅការងារនិងការសិក្សាគឺជាភារកិច្ចដែលអ្នកគ្រប់រូបប្រតិបត្តិយ៉ាងសកម្មជារៀងរាល់ថ្ងៃហើយនេះគឺជារឿងមួយដ៏ល្អនៅក្នុងនោះការកំណត់គោលដៅរឹតតែសំខាន់ព្រោះទាំងការងារនិងការសិក្សាដែលអ្នកកំពុងធ្វើយ៉ាងសកម្មអ្នកត្រូវតែរកឃើញគោលដៅនិងគោលបំណងនៃសកម្មភាពទាំងអស់នោះនិងអ្នកបានកំណត់គោលដៅរួចហើយអ្នកនឹងដឹងថាការខិតខំរបស់អ្នករាល់ថ្ងៃដើម្បីអ្វីនិងដឹងថាតើអ្នកគួរធ្វើបន្តទៀតហើយផែនការធ្វើផែនការត្រៀមសម្រាប់មួយថ្ងៃមួយខែមួយឆ្នាំឬ10ឆ្នាំក៏បានវាជារបៀបនៃការរៀបចំសកម្មភាពការងារនិងការសិក្សារបស់អ្នកព្រោះផែនការជាកត្តាដ៏សំខាន់មួយដើម្បីជំរុញឲ្យការងារនិងការសិក្សារបស់អ្នករឹតតែមានប្រសិទ្ធភាពនិងដើម្បីឲ្យអ្នកខិតជិតទៅដល់គោលដៅដែលអ្នកបានកំណត់បង្កើតទំនាក់ទំនងការបង្កើតបណ្ដាញក៏ជារឿងមួយដ៏សំខាន់សម្រាប់រុញច្រានឲ្យអ្នកទៅរកភាពជោគជ័យដែរការបង្កើតបណ្ដាញនេះអ្នកត្រូវចាប់យកនរណាម្នាក់ដែលអាចជួយឬជាមនុស្សដែលពាក់ព័ន្ធនឹងភាពជោគជ័យរបស់អ្នកឧទាហរណ៍បើអ្នកចង់ធ្វើជំនួញអញ្ចឹងមនុស្សដែលអ្នកត្រូវបង្កើតទំនាក់ទំនងជាមួយអ្នកជំនួញរៀមច្បងដែរដូចគ្នាបើអ្នកចង់ធ្វើជាមន្ត្រីរាជការមនុស្សដែលអ្នកត្រូវបង្កើតទំនាក់ទំនងជាមួយក៏ជាមន្ត្រីរាជការរៀមច្បងដែរដូចនេះសម្រាប់ទំនាក់ទំនងជាមួយអ្នកដទៃអ្នកគួរតែស្វែងយល់និងបែងចែកឲ្យច្បាស់ថាមនុស្សបែបណាដែលអាចជួយអ្នកបាននិងមនុស្សបែបណាដែលអាចនាំឲ្យអ្នកដើរផ្លូវខុសបានសម្រាប់និងហាត់ប្រាណបន្ទាប់ពីគិតច្រើនលើរឿងជោគជ័យការសម្រាកលំហែក៏ជារឿងមួយដែលអ្នកមិនគួររំលងដែរការសម្រាកលំហែកាយឬការហាត់ប្រាណអាចជួយឲ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយនិងទាំងផ្លូវអារម្មណ៍ព្រោះការខិតខំរបស់អ្នកវាអាចធ្វើឲ្យអ្នកហត់នឿយនិងស្មុគស្មាញខ្លាំងអញ្ចឹងអ្នកត្រូវរំសាយនៅការហត់នឿយទាំងនោះមុននឹងបន្តធ្វើការឬការគិតបន្តទៀតសួរនិងប្រាប់ខ្លួនឯងត្រង់ចំណុចនេះវាផ្អែកមួយនៃការដឹកនាំខ្លួនឯងដោយសារជាមនុស្សទូទៅម្នាក់សួរអ្នកដទៃច្រើនជាងខ្លួនឯងមិនមែនមានន័យថាសួរអ្នកដទៃជារឿងមិនល្អនោះទេតែការសួរនិងប្រាប់ខ្លួនឯងនៅត្រង់កន្លែងនេះគឺជាការក្រែករំលឹកសួរដើម្បីដឹងពីផ្លូវដើររបស់ខ្លួនឯងនិងសួរដើម្បីកុំឲ្យភ្លេចនៅអ្វីដែលខ្លួនឯងចង់បានឧទាហរណ៍ដូចជាតើខ្ញុំរកឃើញផ្លូវរបស់ខ្លួនឯងហើយឬនៅតើថ្ងៃនេះថ្ងៃស្អែកនិងថ្ងៃខាងមុខទៀតតើខ្ញុំនឹងធ្វើអ្វីសម្រាប់ខ្លួនឯងអ្នកដទៃនិងសង្គមជាតិរបស់ខ្ញុំនេះគ្រាន់តែជាសំណួរខ្លះៗប៉ុណ្ណោះសម្រាប់ឲ្យអ្នកទាំងអស់គ្នាក្រែករំលឹកខ្លួនឯងកុំឲ្យភ្លេចដំណើរជីវិតដែលខ្លួនបានកំណត់ទុកតែប៉ុណ្ណោះហើយកុំភ្លេចសួរនិងប្រាប់ខ្លួនឯងរាល់ថ្ងៃដើម្បីជាការជំរុញឲ្យអ្នកទៅរកផ្លូវពិតប្រាកដមួយដែលអ្នកចង់បាន
គ្រប់គ្រងនិងស្វែងរកទេពកោសល្យរបស់អ្នកមនុស្សគ្រប់រូបគ្រប់គ្នាសុទ្ធតែមានទេពកោសល្យរៀងៗខ្លួនដែលបានមកពីកំណើតហើយទេពកោសល្យទាំងអស់របស់គេម្នាក់ៗគឺសុទ្ធតែមានលក្ខណៈខុសៗពីគ្នាបើទោះបីជាគេមានអាជីពដូចគ្នាក៏ដោយមែនមានន័យថាពួកគេសុទ្ធតែជោគជ័យដូចគ្នានោះដែរដូច្នេះការគ្រប់គ្រងនិងការស្វែងរកទេពកោសល្យរបស់អ្នកវាជារឿងចាំបាច់សម្រាប់ឲ្យអ្នកដើម្បីរុករកនៅវិធីសាស្ត្រទាក់ទាញយកទេពកោសល្យនោះមកដុសខាត់និងគ្រប់គ្រងវាឲ្យបានដូចនេះអ្នកគួរសាកល្បងអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះចាប់ផ្ដើមផ្ដោតនិងសង្កេតលើសកម្មភាពរបស់អ្នកនិងគិតពីសកម្មភាពនីមួយៗតើសកម្មភាពមួយណាដែលអ្នកសប្បាយចិត្តនឹងធ្វើហើយសម្រាប់មេរៀនវិញតើអ្នកចូលចិត្តរៀនមុខវិជ្ជាណាខ្លះប្រឡូកខ្លួនចូលក្នុងការងារណាដែលអ្នកគិតថាខ្លួនឯងពេញចិត្តនឹងធ្វើវាដូចជាខាងច្បាប់សេដ្ឋកិច្ចឬផ្នែកផ្សេងៗទៀតព្រោះក្នុងការងារនីមួយៗវានៅមានច្រើនទៀតផ្នែកសម្រាប់ឲ្យអ្នកសាកល្បងបានខាងលើនេះគ្រាន់តែជាវិធីសាស្ត្រមួយចំនួនដែលអាចឲ្យអ្នកយល់ពីបទពិសោធន៍និងទុកជាការក្រោតរំលឹកខ្លួនឯងក្នុងជីវិតមួយវិញទៀតអ្នកត្រូវយកទេពកោសល្យរបស់អ្នកមកដកខាត់ជាប្រចាំព្រោះអ្នកនឹងមិនអាចជោគជ័យបានទេបើគ្រាន់តែរកឃើញហើយមិនបានគ្រប់គ្រងវាឲ្យបានល្អនោះមេគំនិតមិនថាធ្វើការនៅកន្លែងណាទាំងស្ថាប័នរដ្ឋនិងឯកជននិងមិនថាអ្នកស្ថិតក្នុងតំណែងណាក៏ដោយអ្នកត្រូវបង្វឹកខ្លួនឲ្យក្លាយជាមនុស្សដែលមានគំនិតច្រើននិងជាអ្នកផ្ដួចផ្ដើមគំនិតបើទោះបីពេលខ្លះគំនិតរបស់អ្នកមិនត្រូវគេទទួលយកក៏ដោយអ្នកត្រូវក្លាហានបញ្ចេញវាទៅក្រៅចេះគ្រប់គ្រងនិងចេះកែតម្រូវវាប្រសិនបើមានការបដិសេធណាមួយអ្នកត្រូវគិតពីមូលហេតុនៃការបដិសេធនោះនិងគិតថាអ្នកណាជាអ្នកខុសតើអ្នកឬអ្នកដែលបដិសេធអ្នកជាមួយហេតុផលល្អមួយការធ្វើខ្លួនឲ្យទៅជាមេគំនិតនេះអាចជួយពង្រឹងទាំងសមត្ថភាពនិងភាពក្លាហានរបស់អ្នកផងដែរក្លាហានដើម្បីបង្ហាញគំនិតក្លាហានដើម្បីទទួលកំហុសក្លាហានដើម្បីចាប់យកឱកាសចុងក្រោយអ្នកនឹងឈ្នះ